កម្លាំងខ្ញុំមិនមែនជាកម្លាំងមកចូលគណៈបកណាទេកម្លាំងកងទ័ពជាកម្លាំងអធិក្រិតខ្ញុំបដាច់ខ្លួនហើយខ្ញុំដើរគ្រប់ខេត្ត21 22ខេត្តខ្ញុំដើរទាំងគ្រប់នៅទៅខេត្តជើងរៀបអត់ទៅកំពង់ចាមខ្សែរៀងកំពតតកែឲ្យខ្ញុំដើរហើយតោសាត់បាត់ដំបងខ្ញុំដើរប្រទេសនេះទេដើរដូចនេះឃើញកន្លែងណាក៏កន្លែងអរែងសាលារៀនលោកហ៊ុនសែនសាលារៀនអរែងលោកហ៊ុនសែនវត្តអារាមរបស់លោកហ៊ុនសែនខ្នល់របស់លោកហ៊ុនសែនស្ពានរបស់លោកហ៊ុនសែនហ៊ុនសែនមិនមែនជាដូចគេថាទេបើដូចគេថាក៏មិនមែនដឹកនាំតាមប្រទេសកម្ពុជាដល់ឆ្នាំ97ទេដូច្នេះបើតើគាត់ធ្វើមិនកើតប្រជាជនដេញគាត់ចេញពីកម្ពុជាតាំងពីឆ្នាំ91ដូច្នេះខ្ញុំយករបស់កិច្ចការក្នុងប្រទេសនេះចង់និយាយថាកាលពី79ដែលខ្ញុំរត់យកព្រៃបាទដូច្នេះកាលពីសម័យនោះខ្ញុំនៅក្មេងនយោបាយខ្ញុំខ្ចីហើយខ្ញុំអត់ដឹងថារបបគេនេះធ្វើដើម្បីអីទេអត់ដឹងតែដំណាក់កាលនេះខ្ញុំយល់យ៉ាងច្បាស់របស់ពលរដ្ឋទាំងនួនជាហៅបួអៀងសេរីហៅវ៉ាន់ហែមហៅគេសំសេនហៅខៀវយត់យ៉ាតនេះខ្ញុំស្គាល់ដែរតែគាត់ថាបញ្ហាសំខាន់ដែលបញ្ហាដែលខ្ញុំស្លាប់អានេះជារឿងមួយដែលអស់លោកចង់សួរចាំខ្ញុំឆ្លើយតាមសំណុំពរដែលអស់លោកសួរបាទនឹងចិត្តធៀមចឹងដូចនេះកម្លាំងដែលខ្ញុំមកឮតែនិយាយឲ្យត្រៀមការប្រយុទ្ធជាមួយគណៈបកប្រជាជនអ្នកណានឹងហ៊ានធ្វើជាតិហ៊ុនសែនបានអ្នកណានឹងហ៊ានធ្វើជាតិគណៈបកហ៊ុនសែនបានអ្នកនេះត្រូវទទួលមិនបានដូច្នេះអ្នកនេះដែលធ្វើអញ្ចឹងមិនមែនជាសាសនានឹងឈប់បង្ហូរជាខ្លាំងៗទេគឺឲ្យបង្ហូរជាខ្លាំងៗលើនេះមកកាន់ដល់ទៀតអាវុធក្របរំទៅនឹងកម្លាំងរបស់ខ្មែរខំពិសេសយកមកនៅទីតាំងសន្តិតាំងបាទដឹកជាកម្មជនហោះអីលកោបាទអាស្គមលើថាពីយ៉ាងដឹកមកចោះជំរុកទាំងថ្ងៃបាទ